ជំរាបសួរក៏ដូចជាសួស្តីថ្ងៃទី10ខែឧសភាឆ្នាំ2026ថ្ងៃនេះផងដែរគឺជាថ្ងៃទិវាគុណអ្នកម្ដាយថ្ងៃទិវាគុណអ្នកម្ដាយគឺជាថ្ងៃដែលកូនទាំងអស់ត្រូវគោរពដឹងគុណលោកអ្នកម្ដាយដោយប្រការណាមួយក៏ដោយតាមវាចាក្តីតាមទង្វើតាមកាយវិការតាមការជូនលោកជាលុយជាកាក់ជារបស់របរប្រើប្រាស់ជាដើមប៉ុន្តែមិនមែនមានតែមួយថ្ងៃទេគុណអ្នកម្ដាយគឺមានមួយជីវិតជាមនុស្សម្នាក់ដែលបានផ្ដល់សាច់ផ្ដល់ឈាមផ្ដល់ឆ្អឹងផ្ដល់រាងកាយផ្ដល់បញ្ញាស្មារតីដល់យើងជាមនុស្សម្នាក់ដែលតែងតែអធិដ្ឋានគុណព្រះគុណអរុអរិយអ្នកតាគ្រប់យ៉ាងឲ្យថែរក្សាយើងទោះបីយើងនៅឆ្ងាយទោះបីយើងទូចយើងធំក្តីលោកនៅតែអធិដ្ឋានចិត្តសូមសេចក្តីសុខចម្រើនដល់កូនអញ្ចឹងហើយដោយសេចក្តីរំភើបដោយសេចក្តីដឹងគុណកូនសូមជូនពរអ្នកម្ដាយទាំងពីរទាំងអ្នកម្ដាយបង្កើតទាំងអ្នកម្ដាយក្មេកដែលលោកបានបំពេញបេសកកម្មយ៉ាងល្អលោកបានលះបង់សេចក្តីសុខខ្លួនឯងលោកបានព្យាយាមគ្រប់បែបយ៉ាងឲ្យតែកូនបានរស់រានមានជីវិតទោះបីអត់ឃ្លានទោះបីក្នុងស្ថានភាពលំបាកប៉ុណ្ណាក៏ដោយក៏លោកមិនដែលបោះបង់តួនាទីខ្លួនឯងជាអ្នកមានគុណជាពិសេសគឺម្ដាយខ្ញុំដើរតួជាឪពុកផងជាម្ដាយផងជាបងប្រុសផងជាបងស្រីផងដើរតួជាគ្រូបង្រៀនផងជាលោកអាចារ្យផងលោកបានប្រឹងប្រែងចិញ្ចឹមកូនដល់តែ5នាក់នៅក្នុងខ្លួនឯងជាស្ត្រីមេម៉ាយអញ្ចឹងខ្ញុំអត់ដឹងនិយាយថាខ្ញុំបានសងគុណគាត់គ្រប់ហើយនៅទេមួយជីវិតនេះគឺខ្ញុំព្យាយាមបំផុតអ្វីដែលកូនបានធ្វើរៀងរាល់ថ្ងៃរៀងរាល់ពេលរៀងរាល់ខែគឺកូនព្យាយាមបំផុតដើម្បីតបស្នងសងគុណលោកទៅវិញអញ្ចឹងទំហំនៃសេចក្តីស្រឡាញ់ការលះបង់របស់លោកអត់មានអីកាត់ថ្លៃបានទេអត់មានអីកាត់ថ្លៃបានទេគឺធំធេងលើសលុបពីយើងអាចឲ្យតម្លៃបានអ្នកខ្លះនិយាយថាអូគាត់គ្រាន់តែបង្កើតអត់ចិញ្ចឹមបើគ្មានវត្តមានការបង្កើតរបស់គាត់យើងគ្មានសាច់យើងគ្មានឈាមយើងគ្មានឆ្អឹងយើងគ្មានបញ្ញាស្មារតីក្នុងការតទល់ទប់ទល់ជាមួយនឹងជីវិតរស់នៅទេណាអញ្ចឹងហើយគុណលោកទាំងពីរគឺអត់អាចប្រៀបទៅបានទេណាលើកទឹកចិត្តកូនទាំងអស់នៅលើលោកគឺព្យាយាមសងត្រឡប់ទៅគាត់វិញទៅតាមលទ្ធភាពដែលអាចធ្វើបានកុំបោះបង់ចោលកុំទុកចោលហើយកូនសូមអភ័យទោសរាល់ទង្វើទាំងឡាយណាដែលកូននិយាយទៅវាលើសលប់វាអសុរោះវាប៉ះពាល់អារម្មណ៍ផ្លូវចិត្តឬមួយក៏ធ្វើឲ្យម៉ែមានអារម្មណ៍ថាសៅហ្មងប៉ុន្តែកូនម្នាក់នេះនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីតបស្នងសំណប់ជូនពរម៉ែទាំងពីរឲ្យសុខភាពល្អឲ្យអារម្មណ៍ល្អឲ្យមានតែសេចក្តីសោមនស្សនៅក្នុងចិត្តដែលអ្នកមានខ្ញុំជាកូន